ជំរាបសួរបងប្អូនអរគ្នាចាបងប្អូនថ្ងៃនេះផងដែរនេះខ្ញុំអង្គុយធ្វើការសុកគាត់នឹកឃើញចានឹកឃើញកំណត់មួយចាដោយសារតែមានក្មេងៗគាត់មកសួរអញ្ចឹងហើយគាត់នេះខ្ញុំគាត់ថាចេះគឺនឹកក្មេងៗមកសួរគឺថាល្អដែរពេលខ្លះយើងរត់នឹកឃើញហ្នឹងបងចាដោយសារតែពួកគាត់មកសួរនាំថាពួកគាត់ចង់រៀនដេចង់អីអញ្ចឹងណាចាពួកគាត់ចង់ដេហើយពួកគាត់នៅក្មេងៗហ្នឹងបងចានិយាយទៅពួកគាត់នៅរៀននេះអ្នកខ្លះនៅរៀនបឋមឡើយទេចាអ្នកខ្លះរៀនអនុអញ្ចឹងទៅចាពួកគាត់មកសួរនាំនិយាយទៅមកសម្ភាសនាងខ្ញុំតែម្ដងចាសម្ភាសសួរថាយើងរៀនដេហ្នឹងពីអាយុប៉ុន្មានចារៀនដេពិបាកអត់1 2 3 4 5អញ្ចឹងទៅហើយការងារហ្នឹងមិនដែរហើយពួកគាត់ចង់រៀនដេហើយនាងខ្ញុំពិតជាសាក្មេងៗមែនតើក្មេងៗឥឡូវមានភាពក្លាហានមែនតើចាក្នុងការសួរសំណួរមកលើយើងពីការងាររបស់យើងចាហើយនឹងអ្វីដែលគាត់ចង់ហើយនឹងពេលអនាគតរបស់គាត់ផងដែរគាត់លុបហេតុផលមកគឺល្អមែនតើចានេះខ្ញុំសូមសរសើរពួកគាត់ហើយថ្ងៃនេះខ្ញុំគួយក៏នៅឃើញថាចេះបើសិនជាក្មេងៗអញ្ចឹងហើយគាត់ចង់រៀនដេដោយសារតែនេះខ្ញុំចូលរៀនដេអាយុ5 10ចា15ឆ្នាំអញ្ចឹងនេះពេលដែលខ្ញុំរៀនមានអារម្មណ៍ថាវាទោះតែយើងចាប់យ៉ាងណាក៏វាអត់ទាន់បាច់អារម្មណ៍អញ្ចឹងយើងពេលយើងរៀនគឺយើងខំប្រឹងដល់យើងរៀននៅសាលាអញ្ចឹងចាយើងខំប្រឹងរៀនហើយយកចិត្តទុកដាក់មែនតើអញ្ចឹងហើយមានអារម្មណ៍ថារៀនដូចចាប់ឆាប់បានណាបងអត់ដូចមនុស្សធំមិនថានេះអីទេមនុស្សធំអាយុរៀនច្រើនពេលដែលគាត់មានការគាត់គិតច្រើនចាគាត់មានទំនួលខុសត្រូវច្រើនណាអញ្ចឹងពេលខ្លះគាត់រៀនអាចនឹងអត់ទៅចូលចាអញ្ចឹងដូចក្មេងៗចេះហើយគាត់ចង់រៀនចេះគាត់មកសួរនាំយើងអូនេះខ្ញុំពិតជាសរសើរគាត់មែនតើហើយគាត់នឹកឃើញថាបើសិនជានាងខ្ញុំបង្រៀនសៅរ៍អាទិត្យចាសម្រាប់ក្មេងៗដែលនៅរៀនដោយសារតែពួកគាត់ពេលខ្លះពេលដែលគាត់ចង់រៀនដេអញ្ចឹងគាត់ចង់រៀន5 12ទេចាពួកគាត់និយាយប្រាប់ខ្ញុំណាពួកគាត់ថាអត់ចង់ទៅរៀនអត់សកលទេនេះមួយចំណាយលុយច្រើនអញ្ចឹងទៅអត់ចង់ឲ្យអ្នកចេះពិបាកអញ្ចឹងទៅគឺពួកគាត់មានគំនិតខ្លួនឯងតែម្ដងចាអត់ចង់ឲ្យអ្នកចេះពិបាកហើយនៅមួយគាត់ថាជំនាញនេះគឺល្អ1 2 3 4 5អញ្ចឹងគាត់បញ្យល់យើងវិញណាចាហើយយើងនឹងអង្គុយស្ដាប់គាត់ដោយសារតែនេះខ្ញុំពេលពួកគាត់សួរយើងឆ្លើយមិនតែពួកគាត់និយាយក៏យើងស្ដាប់ពួកគាត់អញ្ចឹងណាចាគឺល្អមែនតើហើយអញ្ចឹងខ្ញុំក៏នឹកឃើញថាចេះបើសិនជានាងខ្ញុំបង្រៀនសារអាទិត្យសម្រាប់ក្មេងៗដែលនៅរៀនឡើយចានៅរៀនខ្ទង់14 15ឆ្នាំ16អីអញ្ចឹងណាចាគឺបង្រៀនសារអាទិត្យចឹងណាបងប្អូននៅសារតែនេះខ្ញុំគិតថាក្មេងៗឥឡូវគាត់មានភាពឆ្លាតរបស់គាត់មួយដែលគាត់ហ៊ានសួរនាំហើយគាត់មានគំនិតគិតអនាគតផងគាត់ហើយនឹងគាត់យើងអត់ថាម៉េចបើក្មេងៗជំនាន់ខ្ញុំអីអត់ទាន់ដឹងថាចង់អត់ដឹងចង់អីចាអត់ដឹងចង់អីត្រឹម15ឆ្នាំនោះអត់ដឹងទេបើម៉ែឲ្យរៀនដេគឺអត់បានរៀនដេដល់ថ្ងៃនេះទេចាអញ្ចឹងថាក្មេងៗឥឡូវនេះគឺក្បាលល្អមែនតើតែម្ដងអញ្ចឹងនេះខ្ញុំក៏គិតថាចង់បង្រៀនសារអាទិត្យដោយសារតែបង្រៀនសារអាទិត្យសម្រាប់ក្មេងៗគឺគាត់មានពេលសារអាទិត្យគាត់អត់មានពេលដើរលេងច្រើនចាគឺគាត់ផ្ដោតមកលើការងារនេះហើយគាត់ស្រឡាញ់ទៀតអញ្ចឹងធ្វើដូចការកំសាន្តផងគាត់ដែរអញ្ចឹងណាចាពេលដែលគាត់មករៀនគឺគាត់សប្បាយចិត្តផងហើយឧទាហរណ៍យើងរៀនសារអាទិត្យធម្មតាពេលបុណ្យទានមិនយើងសម្រាប់ទៅអត់ដូចពេលខ្ញុំធ្វើការអញ្ចឹងធ្វើការពេលបុណ្យទានគឺយើងសម្រាប់ហ្នឹងហើយយើងយកពេលហ្នឹងអត់ដើរលេងអប្រយោជន៍ទេគឺយើងយកពេលហ្នឹងយកមករៀនចាអញ្ចឹងហើយរយៈពេល1 ឆ្នាំ 2 ឆ្នាំ 3 ឆ្នាំគឺយើងមានបទពិសោធន៍ច្រើនទៅលើហ្នឹងទោះឲ្យយើងអត់ទាន់បានល្អខ្លាំងប៉ុន្តែយើងអាចដឹងការងារនឹងច្រើនជាងមុនពេលដែលយើងអត់ទាន់ចាប់ផ្ដើមអីសោះតែម្ដងនេះខ្លះថ្ងៃសារអាទិត្យតនេអត់ដឹងធ្វើអីចាណេះនោះអញ្ចឹងទៅហើយបនទៀនដើរលេងនៅអីអញ្ចឹងទៅមិនដែរបើយើងយកពេលនេះយកមកឆ្នៃចាយកមករៀនចាយកមកធ្វើអ្វីដែលយើងចង់ណាចាដូចអីដែលយើងនិយាយប្រាប់មីងអញ្ចឹងណាពិតជាល្អមែនតែម្ដងអញ្ចឹងហើយទៅនេះខ្ញុំសម្រេចចិត្តថាចង់បង្រៀនដេក្មេងៗដែលមានគំនិតអញ្ចឹងមែនតែចាហើយនឹងមានតម្លៃសមរម្យទៅដល់ក្មេងៗផងដែរចាហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេសម្រាប់បងដែលមានកូនចាចង់រៀនដេចាគឺនេះខ្ញុំមានទទួលសារអាទិត្យចាអាចមករៀនបានហើយមានតម្លៃពិសេសសម្រាប់ក្មេងៗចាដែលអត់ទាន់ចប់នៅទី2ផងដែរចាហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ